បាទជំរាបសួរទៅកាន់ពុកម៉ែបងប្អូនអរគ្នាចឹងថ្ងៃនេះដែរខ្ញុំមកបង្រៀនអំពី Basic Computer ហើយមួយវិញទៀតក៏សូមអធិស្ឋានទៅកាន់សិស្សច្បងដែលគាត់ចេះហើយគឺអាចអូសរំលងវីដេអូនេះបានអញ្ចឹងបើសិនបើអ្នកមិនទាន់ចេះទេអាចមកសិក្សាជាមួយខ្ញុំចាប់ពី0រហូតដល់អាចប្រើការធម្មតាបានទូទៅតោះអញ្ចឹងយើងមកមើលលម្អិតអំពីការប្រើប្រាស់ទាំងអស់គ្នាបើអញ្ចឹងឥឡូវគឺខ្ញុំបរៀននៅលើ Computer All in One ចឹងចំពោះម៉ែបងណាគាត់ចង់បានគឺអាចតាក់ទងការបងបានអញ្ចឹងដំបូងគឺមូលដ្ឋានគ្រឹះដំបូងរបស់យើងគឺរៀនក្នុងការបើកកុំព្យូទ័រអញ្ចឹងយើងយកខ្សែរបស់យើងមកដោតចូលកុំព្យូទ័ររបស់យើងដើម្បីបើកអញ្ចឹងយើងដោតខ្សែចូលមកចាំបន្តិចឥឡូវយើងដោតខ្សែចូលមកហើយបន្តមកទៀតគឺយើងស្វែងរកកុងតាក់អញ្ចឹងកុងតាក់កុំព្យូទ័រពពួកនេះវាអាចនៅខាងក្រោមឬនៅចំហៀងខាងនេះបាទអញ្ចឹងយើងចុចមកកុងតាក់បើកមកអញ្ចឹងវានឹងរងចាំវាបន្តិចមកគឺវានឹងដំណើរការហើយចំពោះម៉ៅបើសិនជាបងប្អូនប្រើទៅលើម៉ៅ Bluetooth ដូចខ្ញុំបែបនេះអញ្ចឹងមានន័យថាមុនដំបូងគឺវានៅក្នុងប្រអប់របស់វាទេអញ្ចឹងយើងបើកអា USB របស់វាមកយើងយក USB វាដោតចូលទៅកាន់port USB មួយណាដែលយើងមានលើកុំព្យូទ័ររបស់យើងអញ្ចឹងដោតចូលទៅហើយកាលណាដោតចូលទៅគឺយើងអាចប្រើប្រាស់ទៅកាន់ម៉ៅរបស់យើងបានហើយអញ្ចឹងនេះគឺជារបៀបបើកកុំព្យូទ័រដំបូងរបស់យើងអញ្ចឹងយើងអាចបើកប្រើការបានប៉ុណ្ណឹងហើយមួយវិញទៀតបើសិនបើយើងចង់បិទយើងធ្វើមិនអញ្ចឹងយើងអាចចុចចូលមកកន្លែងទី1គឺវិធីសាស្ត្រទី1គឺចុចចូលមកកាន់ Windows ហើយយកកន្លែងប៊ូតុងនេះคลิกលើវាមួយមកហើយយកពាក្យថា Shutdown អញ្ចឹងនេះគឺជារបៀបបិទទី1ហើយរបៀបបិទទី2គឺយើងប្រើ keyboard យើងចុច key Windows ដូចគ្នាដើម្បីបង្ហាញបែបនេះឬក៏ចុចតាមទម្រង់មួយនេះបានហើយមួយទៀតគឺយើងអាចចុចទៅកាន់ Alt F4 ហើយយើងជ្រើសរើសយកពាក្យ Shutdown មកគឺអូខេហើយអញ្ចឹងមេរៀនដំបូងយើងអាចថារៀនប៉ុណ្ណឹងសិនអញ្ចឹងយើងគួរតែចេះនៅក្នុងការបើកបិទកុំព្យូទ័រឲ្យច្បាស់សិនហើយមួយវិញទៀតនៅក្នុងមេរៀនក្រោយខ្ញុំនឹងបង្ហាញគ្នាយើងអំពីការប្រើប្រាស់បន្តទៀតបាទ